មីស៊ូជាកសិករទាំងអស់គ្នាខ្ញុំបាទឈ្មោះសេហងលីហើយបច្ចុប្បន្នខ្ញុំជានិស្សិតដែលចុះមកមានថាយើងចុះមកហាត់ការនៅខាងក្រុមហ៊ុនហើយថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញពីបច្ចេកទេសនៃការដាំស្ពៃតឿអញ្ចឹងយើងដាំនេះគឺយើងដាំទៅតាមប្រព័ន្ធតំណក់ទឹកឲ្យយើងដាក់ទៅតាមតំណក់ទឹករបស់យើងគឺយើងដាក់នៅសងខាងឥឡូវយកខ្ញុំធ្វើការហែកកញ្ចប់មួយសិនដើម្បីបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាហែកប៉ុណ្ណឹងហើយចាក់នេះសិនយើងតមកយើងអត់មានអីវ៉ាដាំធម្មតាទេអ្នកនេះគ្រាន់តែយើងរនប៉ុណ្ណេះមកដាក់ជ្រៅពេកអីវ៉ានេះប៉ុន្តែយើងមុននឹងយើងដាក់ដាំគឺយើងត្រូវបើកទឹកតំណក់សិនដោយសារតែទឹកតាមតំណក់នេះគឺមានដីលុបអញ្ចឹងបើកឲ្យដឹងថាតើតំណក់ទឹករបស់យើងវានៅម្ដុំណាអញ្ចឹងបន្ទាប់មកគឺយើងដាក់នៅសងខាងអញ្ចឹងមូលហេតុអីបើយើងចាំបាច់ដាក់នៅសងខាងឲ្យចំហ្នឹងពីព្រោះថាតំណក់ទឹកនៅចិត្តហ្នឹងវាងាយស្រួលដល់ដំណាំរបស់យើងមានថាឲ្យដំណាំរបស់យើងវាលូតលាស់បានលឿនជាងបើសិនយើងដាក់នៅចំកណ្ដាលកន្លែងនេះចន្លោះនេះវាទឹកវាងាយដល់ហើយក៏វាយូរមួយទៀតក៏វាហានិភ័យដែរបើសិនជាយើងបើកទឹកវាឲ្យបានជោគដល់កណ្ដាលអញ្ចឹងយើងចាប់ដើមដាក់ក្របតែម្ដងទៅយើងក្របឲ្យងាយពិបាកទេអ្នកគ្នាយើងចាប់ប្រព័ន្ធនេះមកនេះហើយយើងដាក់ពី3ក្របមក1រុនហើយបើសិនជាវាច្រើនពេកអ្នកគ្នាអាចពេលវាដោះអ្នកគ្នាអាចដកចេញបានយកតែមួយគុំមួយដើមពីរដើមគឺល្អបំផុតអ្នកគ្នាចឹងហើយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់អញ្ចឹងអ្នកគ្នាកុំភ្លេច like page ហើយនឹង comment អ្នកមួយបើសិនអ្នកគ្នាមានចម្ងល់ឬក៏មានសំណួរអីអាច comment នៅក្នុងវីដេអូខាងក្រោមវីដេអូនេះបានអញ្ចឹងអរគុណអ្នកគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ